វិធីបង្អត់អាហារមួយពេលដើម្បីសុខភាពកំពុងពេញនិយមខ្លាំងណាស់ក៏ប៉ុន្តែវិធីសាស្ត្រនេះមិនមែនថ្មីស្រឡះនោះឡើយទម្លាប់អត់អាហារមួយរយៈឬក៏មួយពេលជាប្រពៃណីបុរាណតាំងពីយូរលង់នៅលើពិភពលោកការមិនទទួលទានអាហារមួយពេលមួយរយៈមានកំណត់នៅក្នុងស្ទើរគ្រប់គម្ពីរសាសនាតាំងពីសាសនាគ្រិស្តទៅអ៊ីស្លាមពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធឧទាហរណ៍សាសនិកជនអ៊ីស្លាមតមអាហារពេញមួយថ្ងៃរយៈពេល1ខែឯតាមវិន័យព្រះពុទ្ធសាសនាព្រះសង្ឃមិនឆាន់ចាប់ពីថ្ងៃត្រង់រហូតដល់ថ្ងៃរះឡើងវិញអ្នកសុំសិល8មិនបរិភោគអាហារចាប់ពីថ្ងៃត្រង់ដល់ថ្ងៃរះឡើងវិញដែរតែជារៀងរាល់ថ្ងៃសិលលក្ខនឹងលក្ខបច្ចុប្បន្ននេះការបង្អត់អាហារខ្លួនឯងក្នុងរយៈពេលកំណត់ណាមួយមិនមែនធ្វើឡើងព្រោះតែជំនឿសាសនាមួយយ៉ាងឡើយគឺដើម្បីប្រយោជន៍សុខភាពការប្រកាន់របបអាហារអាចមានច្រើនសន្តានហើយខ្លះត្រូវបានទទួលស្គាល់តាមបែបវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រទៀតផងវិធីសាស្ត្រមានច្រើនយ៉ាងដូចជាជំរើស1លើ2គឺជាការបរិភោគធម្មតាមួយថ្ងៃអត់មួយថ្ងៃជំរើស5លើ2បរិភោគធម្មតារយៈពេល5ថ្ងៃក្នុងមួយសប្តាហ៍ហើយ2ថ្ងៃទៀតមិនជាប់គ្នាអត់ទទួលទានអាហារសោះឬក៏បរិភោគតែសាឡាត់ពី3សន្លឹកឯវិធីសាស្ត្រមួយទៀតគឺជាជំរើស16-8គឺជាជំរើសបរិភោគអាហារធម្មតារយៈពេល8ម៉ោងក្នុងមួយថ្ងៃ24ម៉ោងហើយ16ម៉ោងទៀតមិនទទួលទានអាហារអ្វីទេរបបបង្អត់អាហារ16-8នេះមានអ្នកជ្រើសរើសអនុវត្តច្រើនជាងគេនិងទទួលស្គាល់ដោយក្រុមអ្នកវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រទៀតផងពីព្រោះជាវិធីសាស្ត្រដែលគេយល់ថាអាចមានប្រសិទ្ធភាពខ្ពស់ធម្មជាតិមនុស្សមិនបរិភោគអាហារនៅពេលយប់ទេឯការបង្អត់អាហារតាមរបៀប16-8គ្រាន់តែជាការពន្យារយៈពេលអត់អាហារឲ្យវែងជាងច្បាប់ធម្មជាតិបន្តិចតែប៉ុណ្ណោះនៅពេលអត់អាហារយូរលើសធម្មតាសរីរាង្គកាយនឹងឃ្លានពលគឺនឹងទៅទាញស្រូបយកជាតិខ្លាញ់ពីក្នុងស្តុកហើយបរិមាណខ្លាញ់ក៏ត្រូវថយចុះហើយយើងមានអារម្មណ៍ថាស្រកទម្ងន់និងចុះស្គមអីចឹងហើយបានជាអ្នកជ្រើសរើសធ្វើ fasting 16-8បានអួតអាងអំពីប្រសិទ្ធភាពនិងភាពវិជ្ជមាននៃការអត់អាហារមួយពេលថាពិតជាបានធ្វើឲ្យស្រកគីឡូបញ្ចុះអត្រាជាតិស្ករជាតិខ្លាញ់ក្នុងឈាមឲ្យបានដើរទៀងទាត់ល្អបញ្ចុះសម្ពាធឈាមនិងមិនសូវមានរោគរលាកលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Gabriel Perlemutter ប្រធានផ្នែកជំងឺក្រពះពោះវៀននិងថ្លើមព្រមទាំងអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Antoine Béclère Clama ក្បែរទីក្រុងប៉ារីនិងជាអ្នកនិពន្ធសៀវភៅ Jeûner en mangeant ឬក៏យើងអាចបកប្រែជាភាសាខ្មែរថាបង្អត់អាហារដោយការបរិភោគទទួលស្គាល់អំពីគុណប្រយោជន៍នៃការធ្វើរបបអាហារបង្អត់មួយពេលថាជាការរក្សាសេរីភាពក្នុងការហូបចុកខ្លះផងដោយមិនសូវតឹងតែងនិងផ្ដល់ផលល្អដល់ប្រព័ន្ធមេតាបូលិករបស់សរីរាង្គកាយពីព្រោះរបៀបរបបរស់នៅសម័យថ្មីយើងបរិភោគច្រើនជ្រុលហួសហេតុការទទួលទានឥតឈប់ឈរនិងច្រើនជ្រុលគឺជាមូលហេតុនាំឲ្យមានជំងឺជាច្រើនមានជាអាចជំងឺខ្លាញ់រំថ្លើមក៏ប៉ុន្តែការបង្អត់អាហារមិនត្រូវធ្វើដោយហួសហេតុនិងដោយគ្មានរបៀបរបបទេសម្រាប់លោកសាស្ត្រាចារ្យរបបបង្អត់អាហារ fasting 16-8មានឬគ្មានប្រសិទ្ធភាពអាស្រ័យទៅលើរបៀបរបបអនុវត្តហើយបុគ្គលគ្រប់រូបមិនមែនសុទ្ធតែអាចធ្វើបានឡើយយើងស្ដាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Perlemutter. Alors le jeûne intermittent est efficace sur de nombreux paramètres liés à votre santé ការបង្អត់អាហារអាចមានប្រសិទ្ធភាពគឺវាអាស្រ័យទៅលើកត្តាសុខភាពច្រើនយ៉ាងដូចជាទម្ងន់សម្ពាធឈាមលំនឹងជាតិស្ករជាតិខ្លាញ់សភាពចាស់របស់បុគ្គលម្នាក់ៗផងនិងរបៀបអត់អាហារផងការបង្អត់អាហារដើម្បីសុខភាពមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញនោះទេម្យ៉ាងទៀតការបង្អត់អាហារក៏មិនប្រកាសថានឹងធ្វើឲ្យយើងចុះស្គមនោះដែរយើងចាំបាច់ត្រូវយល់ដឹងអំពីរបៀបបង្អត់អាហារថាតើត្រូវចាប់ផ្ដើមយ៉ាងដូចម្តេចតើត្រូវទទួលទានអាហារបែបណាពេលផុតម៉ោងបង្អត់អាហារដូចរាល់គ្រប់មធ្យោបាយព្យាបាលតាមបែបវិទ្យាសាស្ត្រការបង្អត់អាហារដើម្បីសុខភាពក៏មានបម្រាមនិងការហាមឃាត់ខ្លះដែរឧទាហរណ៍ក្មេងក្នុងពេលវ័យកំពុងលូតលាស់មិនត្រូវធ្វើរបបបង្អត់អាហារ fasting នោះទេ
មនុស្សវ័យចំណាស់អាយុចាប់ពី65ឆ្នាំឡើងទៅស្ត្រីមានផ្ទៃពោះស្ត្រីមានគម្រោងចង់បានកូនស្ត្រីបំបៅដោះកូនមិនត្រូវអត់អាហារឬធ្វើរបបបង្អត់អាហារឡើយមិនតែប៉ុណ្ណោះនៅមានលក្ខខណ្ឌជាច្រើនទៀតដែលមិនអំណោយផលក្នុងការបង្អត់អាហារដូចជាអ្នកមានជំងឺរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមប្រភេទទី1ឬប្រភេទទី2ដែលប្រើថ្នាំព្យាបាលដើម្បីបញ្ចុះជាតិស្ករ qui font baisser directement le taux de sucre doivent faire attention quand elles jeûnent. 16.8 គឺជាជំរើសតមអាហារដែលមានការអនុវត្តច្រើនជាងគេក៏ប៉ុន្តែសួរថាតើ8ម៉ោងនេះត្រូវទទួលទានអាហារអ្នករាប់ចាប់ពីម៉ោងណាទៅម៉ោងណាតើលោកអ្នកសម្រេចចិត្តមិនទទួលទានបាយពេលល្ងាចឬក៏មិនទទួលទានអាហារពេលព្រឹកមិនមែនត្រឹមតែជាការសង្កេតទៀតទេបើតាមលោកសាស្ត្រាចារ្យការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពនៃការធ្វើរបបអាហារអត់មិនស្រស់ស្រូបអាហារពេលព្រឹកនិងអត់បាយពេលល្ងាចថាមានឥទ្ធិពលនិងផលវិបាកខុសគ្នាសម្រាប់សរីរាង្គកាយយើងស្ដាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Berg Lemaitre ជាថ្មី Quand vous jeûnez, par exemple, le soir, vous allez limiter la នៅពេលយើង sécrétion សម្រេចចិត្តធ្វើរបបអាហារដោយមិនបរិភោគនៅពេលល្ងាចនោះបានន័យថាយើងនឹងកម្រិតការបញ្ចេញជាតិអាំងស៊ូលីននិងសកម្មភាពរំលាយអាហារដូច្នេះគ្មានទេការស្ទុះឡើងខ្លាំងជ្រុលនៃជាតិស្ករជាតិអាំងស៊ូលីននៅពេលយើងចូលសម្រានជាលទ្ធផលប្រព័ន្ធប្រឆាំងនឹងការរលាកនៅតែខ្លាំងមានប្រសិទ្ធភាពបានយូរនិងមិនងាយចាស់ផ្ទុយទៅវិញបើអ្នកសម្រេចចិត្តអត់អាហារដោយមិនស្រស់ស្រូបនៅពេលព្រឹកយើងច្បាស់ជាបំពេញកង្វះខាតឬសេចក្តីស្រែកឃ្លានខ្លាំងនៅពេលបាយថ្ងៃត្រង់និងនៅពេលល្ងាចប្រព័ន្ធរំលាយអាហារត្រូវធ្វើការច្រើនអាំងស៊ូលីននឹងអាចស្ទុះឡើងខ្ពស់ខ្លាំងនៅពេលល្ងាចឬយប់ដែលជាពេលដែលយើងត្រូវចូលសម្រាកនិងមិនត្រូវការថាមពលច្រើនទង្វើបែបនេះអាចជះឥទ្ធិពលមិនល្អដល់ប្រព័ន្ធមេតាបូលិកដូច្នេះបើសិនបើអ្នកពិតជាសម្រេចចិត្តចង់ធ្វើរបបបង្អត់អាហារតាមវិធីសាស្ត្រ16-8បានន័យថាអ្នកបរិភោគរយៈពេល8ម៉ោងនិងមិនបរិភោគសោះរយៈពេល16ម៉ោងអ្នកគួរតែជ្រើសរើសមិនទទួលទានឬកាត់បន្ថយអាហារនៅពេលល្ងាចបាននិយាយឲ្យងាយស្ដាប់វិញតាមទ្រឹស្ដីដើម្បីមានសុខភាពល្អគេត្រូវបរិភោគដូចស្ដេចនៅពេលព្រឹកដូចសេដ្ឋីនៅពេលថ្ងៃនិងដូចអ្នកក្រនៅពេលល្ងាច ដើម្បីអាចទាញប្រយោជន៍ពិតពីការបង្អត់អាហារក្នុងរយៈពេលកំណត់ណាមួយគួរតែមានការតាមដាននិងការណែនាំពីគ្រូពេទ្យជំនាញបន្ថែមទៀតជាពិសេសចំពោះអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយសូមចងចាំថាមនុស្សម្នាក់ៗត្រូវការអាហារូបត្ថម្ភនិងលក្ខខណ្ឌសុខភាពពិសេសរបស់ខ្លួនដែលមិនត្រូវមើលរំលងបានទេការធ្វើរបបបង្អត់អាហារមួយពេលក៏មិនមែនជាដំណោះស្រាយបែបសកលដែរនេះគឺជាសារណែនាំរបស់លោកសាស្ត្រាចារ្យដែលសូមផ្ដល់អនុសាសន៍ឲ្យអ្នកដែលសម្រេចចិត្តធ្វើរបបអាហារ16-8ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចំពោះចំណីអាហារដែលត្រូវបរិភោគមុនគេបន្ទាប់ពីអត់អស់រយៈពេល16ម៉ោងAlors ça c'est extrêmement important parce que la façon dont on ចំណែកអាហារដែលត្រូវបរិភោគក្រោយពីអត់ញ៉ាំអីសោះអស់រយៈពេល16ម៉ោងសំខាន់ខ្លាំងណាស់ព្រោះថាវាអាចធ្វើឲ្យរបបបង្អត់អាហារគ្មានប្រយោជន៍ហើយនាំឲ្យខូចសុខភាពទៅវិញបើយើងខំអត់អាហាររាប់ម៉ោងរួចទៅរកភេសជ្ជៈពៅកម្លាំងអាហារសម្បូរជាតិខ្លាញ់ជាតិស្ករមកបំពន់ពៅវិញនោះច្បាស់ថាការតមអាហារនឹងគ្មានប្រសិទ្ធភាពអ្វីទាំងអស់ពោលគឺវាគ្មានប្រយោជន៍ហើយថែមទាំងនាំឲ្យប៉ះពាល់ដល់សុខភាពទៀតព្រោះវាធ្វើឲ្យសេចក្តីត្រូវការរបស់សរីរាង្គយើងឡើងចុះខ្លាំងពេកដូច្នេះហើយបានជាខ្ញុំសរសេរសៀវភៅមួយក្បាលដើម្បីពន្យល់អំពីរបៀបបង្អត់អាហារដែលមានទម្រង់ជាការឆ្លើយបំភ្លឺនឹងសំណួររបស់អ្នកជំងឺកុំឲ្យជឿតាមការផ្សាយពុំត្រឹមត្រូវតាមបណ្ដាញសង្គមនៅពេលអ្នកចាប់ទទួលទានអាហារឡើងវិញគួរតែជ្រើសរើសអាហារណាដែលសម្បូរជាតិសរសៃជាតិម្សៅដូចជាបាយឬនំប៉័ងធ្វើអំពីអង្ករសម្រូបជាដើមដើម្បីឲ្យជាតិស្ករជ្រាបបានយ៉ាងសន្សឹមទៅក្នុងខ្លួនយ៉ាងណាមិញគួរជៀសវាងការបរិភោគអាហារដែលងាយដំឡើងអត្រាអាំងស៊ូលីនពូលគឺអាហារនិងភេសជ្ជៈផ្អែមមានទឹកផ្លែឈើឬដំណាប់ជាដើមការសិក្សាក៏បានបង្ហាញច្បាស់ដែរអំពីឥទ្ធិពលបញ្ច្រាសអវិជ្ជមាននិងអាក្រក់នៃការធ្វើរបបអាហារដោយបរិភោគមិនបានត្រឹមត្រូវនិយាយរួមទៅការបង្អត់អាហារដើម្បីសុខភាពអាចផ្ដល់ផលល្អឬផលអាក្រក់អាស្រ័យយ៉ាងហោចណាស់មួយភាគដែរទៅលើរបៀបនិងអ្វីដែលយើងបរិភោគឡើងវិញ au moins en partie de la façon dont vous allez vous réalimenter
សូមអរគុណលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Perle Mutter សូមបញ្ជាក់ថាលោកគឺជាគ្រូពេទ្យឯកទេសជំនាញក្រពះនិងពោះវៀននៅមន្ទីរពេទ្យអន្ត័នបេក្លាក្រុងក្លាម៉ាជិតទីក្រុងប៉ារីស